នៅថ្ងៃនេះខណៈដែលមនុស្សជាច្រើនកំពុងសម្រាកយ៉ាងមានក្តីសុខដើរលេងសើចសប្បាយនិងមានស្នាមញញឹមពីព្រោះថាវាគឺជាទិវាពលកម្មអន្តរជាតិប៉ុន្តែតើអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីបានជាមានថ្ងៃនេះកើតឡើងត្រឡប់ទៅកាន់ឆ្នាំ1886នៅក្នុងទីក្រុង Chicago ក្នុងសម័យនោះកម្មករត្រូវធ្វើការលើសពី12ម៉ោងក្នុងមួយថ្ងៃរស់ក្នុងភាពតោកយ៉ាកគ្មានសិទ្ធិសេរីភាពនិងគ្មានសុវត្ថិភាពពួកគេមិនបានទាមទារអ្វីហួសហេតុពេកទេពួកគេគ្រាន់តែសុំនៅគោលការណ៍សាមញ្ញមួយគឺ8ម៉ោងសម្រាប់ធ្វើការ8ម៉ោងសម្រាប់សម្រាកនិង8ម៉ោងសម្រាប់រស់ជាមនុស្សនៅថ្ងៃទី1ខែឧសភាពួកគេបាននាំគ្នាដើរចេញមកតវ៉ាជាមួយក្តីសង្ឃឹមថាជីវិតនឹងបានប្រសើរជាងមុនប៉ុន្តែអ្វីដែលពួកគេទទួលបានត្រឡប់មកវិញមិនមែនជាសិទ្ធិភ្លាមៗនោះទេនៅថ្ងៃទី4ខែឧសភាក្នុងព្រឹត្តិការណ៍ Haymarket Affair គ្រាប់បែកបានផ្ទុះឡើងការបាញ់ប្រហារបានកើតមានកម្មករនិងប៉ូលីសជាច្រើននាក់បានដេកស្លាប់ក្នុងថ្លុកឈាមដែលហូរស្រោចដីកាលពីពេលនោះគឺជាតម្លៃដែលត្រូវបង់ដើម្បីទទួលបានអ្វីដែលយើងហៅថាសិទ្ធិធ្វើការនៅថ្ងៃនេះបច្ចុប្បន្នអ្នកអាចធ្វើការត្រឹម8ម៉ោងអ្នកមានពេលសម្រាកនិងមានពេលរស់នៅក្បែរគ្រួសារសូមចងចាំថាសិទ្ធិទាំងអស់នេះមិនបានមកដោយទទេឡើយវាបានមកពីការឈឺចាប់ការបាត់បង់និងជីវិតរបស់មនុស្សជាច្រើនដែលបានលះបង់ដើម្បីយើងដូច្នេះនៅពេលដែលអ្នកកំពុងសម្រាកនៅថ្ងៃនេះសូមយល់ថាថ្ងៃឈប់សម្រាកនេះមិនមែនត្រឹមតែសម្រាប់ភាពសប្បាយវីវក់ឡើយប៉ុន្តែវាគឺជាថ្ងៃដែលយើងត្រូវសម្ដែងការគោរពចំពោះវីរភាពរបស់មនុស្សដែលបានប្រយុទ្ធដើម្បីឲ្យយើងមានថ្ងៃនេះទិវាពលកម្មអន្តរជាតិមិនមែនកើតចេញពីភាពសុខស្រួលទេវាប្រសូតចេញពីដំណក់ឈាមនិងការឈឺចាប់